ទឹកស្ករត្នោតបងប្អូនតំណងណាហើយឡើងឈ្ងុយស្ករត្នោតចំណែកឯខ្ទិះវិញគឺខ្ញុំកំងខ្ទិះគឺអត់ដែរឲ្យមួយដាក់កិនជាមួយទឹកទេគឺសុំអត់ឲ្យកិនលាយទឹកទេគឺបានបណ្ណាយកប៉ុណ្ណឹងមកគឺប្រើខ្ទិះសុទ្ធហ្មងសម្រាប់បងគាត់តែងទៅសួរទីតាំងខ្ញុំថាអូនទីតាំងនៅណាគឺនៅខាងប៉ោយប៉ែតបងជាស្រ័យផងដែលបងសួរខ្ញុំតាមឆាតតាមcomment អីហ្នឹងគឺខ្ញុំអត់មានពេលឆ្លើយមួយបងទេហើយមានបងមួយចំនួនគាត់ឲ្យខ្ញុំផ្ញើ location ឲ្យគាត់គឺ page របស់ខ្ញុំគឺខ្ញុំផ្ញើ location អត់កើតទេខ្ញុំផ្ញើបានតែតាម Facebook ទេបងអធិស្ឋានហើយមានបងមួយចំនួនទៀតគាត់សួរខ្ញុំថាអូននៅនឹងមានអីខ្លះមានរបស់ញ៉ាំអត់មានកន្លែងអង្គុយអត់សម្រាប់នៅ resort មួយកន្លែងនេះគឺមានកញ្ចុះអង្គុយបងមានកញ្ចុះអង្គុយមានទាំងពីរប្រភេទ villa ហើយនិងតង់ដូចគ្នាដែរអាស្រ័យទៅលើបងចូលចិត្តទេបងចង់មកលេងជាលក្ខណៈគ្រួសារមកញ៉ាំអីលេងគឺគេមានកញ្ចុះអង្គុយ free អត់មានគិតលុយទេអង្គុយដល់ម៉ោងប៉ុន្មានក៏បានដែរបងហើយសម្រាប់របស់ញ៉ាំគឺមានដូចគ្នាដែរគឺមានសឹងថាគ្រប់មុខមានតាំងពីម្ហូបបង្អែមទឹកកកឈូសអីចឹងទៅបុកល្ហុងនិងម្ហូបផ្សេងអីចឹងមានច្រើនម៉ូតច្រើនម៉ាក់បងមានច្រើនហើយសម្រាប់បងខ្លះគាត់សួរថាអូនយើងយកម្ហូបទៅពីក្រៅបានអត់បងតាមដែលខ្ញុំដឹងមកគឺម្ហូបពីខាងក្រៅបងយកមកបានប៉ុន្តែគាត់ថាខាងក្រុមហ៊ុនគាត់ឆាចលុយតិចតួចអីចឹងទៅតាមម្ហូបដែលបងយកមកតិចឬក៏ច្រើនប៉ុណ្ណឹងឯងពេលដែលបងគាត់ឃើញខ្ញុំបង្ហោះពីភ្ញៀវគាត់ជិះដៃណូស័រតូចធំអីចឹងទៅជិះឡានជិះអីហ្នឹងគាត់តែងតែសួរថាអូនតម្លៃម៉ានអាហ្នឹងតើបងឆែកនៅខាងហ្នឹងទេឆែកនៅខាងមុខពេលដែលបងចូលមកគឺគេមានលក់សបុតនៅខាងមុខហើយបងអាចសួរពីព័ត៌មានគេបានពួកគេមានជិះទៅតាមវិនាទីនិងម៉ោងរបស់គេបាទសម្រាប់បងដែលគាត់នៅប៉ោយប៉ែតស្រេចគឺស្រួលទេគឺបងជិះមកតាមផ្លូវកំពង់មូល58ក៏បានបងជិះតាមផ្សារសមាគមក៏បានដែរបងមកខាងផ្នែកខាងអូស័យហើយនឹងខាងអូនាងបងសួរគេថាអូស័យអូនាងទៅគេដឹងហើយនៅនឹងមាន resort មួយកន្លែងនឹងឯងនៅនឹងគឺតិចស្រួលណាស់បងមើលតែដើមឈើទៅដឹងហើយដោះដូចដុកដូចព្រៃចឹងឯងមកដឹងតែឆ្លាស់មុខឆ្លាស់មាត់ហើយតិចស្រួលមែនតើអ្នកសេតអ្នកអីអ្នកបាក់ចិត្តអីអាចមកលេងនៅកន្លែងហ្នឹងបាននិយាយរួមទៅគេមានតាំងពីបាសមានតាំងពីអីជួលឲ្យបងប្អូនទៀត